ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទដាណេហើយនិទានខ្មោចរបស់យើងនៅយប់នេះគឺជាសាច់រឿងមួយរបស់បងប្រុសម្នាក់ដែលគាត់បានទៅជួបប្រទះហេតុការណ៍ដ៏រន្ធត់មួយនៅក្នុងប៉ុស្តិ៍ប៉ូលីសមួយកន្លែងដោយម្ចាស់សាច់រឿងរបស់យើងនៅថ្ងៃហ្នឹងគឺមានឈ្មោះថាមកដាដោយមកដាគាត់បានរៀបរាប់មកថាកាលពី5ឆ្នាំមុនកាលហ្នឹងគឺគាត់រស់នៅជួបជុំគ្រួសារគាត់ដោយមានឪពុកម្ដាយហើយនិងបងស្រីព្រមទាំងមកដាហ្នឹងណាប៉ុន្តែបងដាក៏ថាបងស្រីគាត់ពេលហ្នឹងគឺមានប្តីហើយដោយប្តីរបស់បងស្រីគាត់ហ្នឹងគឺជាប៉ូលីសហើយនៅថ្ងៃមួយបងស្រីរបស់បងដានេះក៏បានពឹងឲ្យបងដាហ្នឹងជួយដឹកគាត់ទៅប៉ុស្តិ៍ប៉ូលីសមួយផ្លែតដោយប្តីរបស់បងស្រីគាត់ណាបានទេមកឲ្យប្រពន្ធគាត់ហ្នឹងបញ្ញាប់ទៅយកគាត់នៅប៉ុស្តិ៍ប៉ូលីសមួយផ្លែតដោយសារតែគាត់មានការងារសំខាន់ចាំបាច់ត្រូវឲ្យប្រពន្ធហ្នឹងទៅយកប៉ុន្តែដោយសារតែបងស្រីបងដានេះគាត់មានកូនតូចហើយកូនតូចហ្នឹងមិនមែនមួយទេគឺពីរគាត់មានកូនភ្លោះអញ្ចឹងគាត់អាចបើកឡានទៅយកប្តីគាត់ផងមើលកូនផងបានទេតោះតែឲ្យបងដានេះគាត់ជួយបើកទៅហើយបងដាគាត់ក៏អត់មានទៅប្រកែកអីដែរបងពឹងក៏ជួយបើកជូនគាត់ទៅហើយពេលដែលបើកទៅដល់ប៉ុស្តិ៍ប៉ូលីសពេលហ្នឹងគឺម៉ោងឡើង6ល្ងាចបាត់ហើយវារៀងព្រើលចិត្តយប់ណាហើយបងដាគាត់ថាចែកដនពេលហ្នឹងកន្លែងចតឡានមុខប៉ុស្តិ៍ប៉ូលីសហ្នឹងវាពេញដោយសារតែវាមានឡានច្រើនអញ្ចឹងគឺវាទាល់តែអត់ដឹងថាទៅចតកន្លែងណាបានទេក៏បើកទៅកន្លែងទីធ្លាក្រោយប៉ុស្តិ៍ប៉ូលីសហ្នឹងដល់កន្លែងហ្នឹងគឺជាកន្លែងសម្រាប់គេទុកខ្មោចឡានខ្មោចម៉ូតូដូចថាអ្នកដែលជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាខូចឡានខូចម៉ូតូហ្នឹងដោះស្រាយអត់ទាន់ចេញឬក៏ម្ចាស់បាត់បង់អាយុជីវិតអីទៅគឺគេយកឡានយកម៉ូតូទៅដាក់ចោលកន្លែងក្រោយប៉ុស្តិ៍ប៉ូលីសហ្នឹងឯងហើយពេលហ្នឹងមកណាគាត់រកកន្លែងណាចតមិនឃើញគឺមានតែទៅចតនៅកន្លែងហ្នឹងសិនហើយគាត់ក៏មិនមែនតែចតទុកចោលរកម៉ោងឯដែរចតមកផ្លាតចាំបងថ្លៃគាត់ចុះមកអាងនៅបើកទៅវិញទាំងអស់គ្នាហ្នឹងឯងហើយបងដាគាត់ក៏បើកដើររកកន្លែងចតទៅបើកបានមកសន្ទុះគាត់ក៏ឃើញថាមានកន្លែងមួយវារៀងចន្លោះធំក្រាន់បើអាចឲ្យបងដានេះគាត់ទៅចតឡានកន្លែងហ្នឹងបានហើយបងដាគាត់ក៏បើកឡានទៅចតនៅកន្លែងហ្នឹងទៅដោយបងដាគាត់រៀបរាប់ថាចេះតាមពិតទៅកន្លែងហ្នឹងគឺមានសុទ្ធតែឡានសុទ្ធតែម៉ូតូដែលវាខូចចាស់បុកគ្នាគ្រោះថ្នាក់ចរាចរណ៍អីបើតាមស្មានបើជា50-60គ្រឿងអីដោយបងដាពេលដែលគាត់ចតឡានហើយពេលហ្នឹងបងស្រីគាត់នេះដែលមកជាមួយហ្នឹងក៏ទេទៅប្តីគាត់ប្រាប់ថាឥឡូវនេះគាត់មកដល់ប៉ុស្តិ៍ប៉ូលីសហើយឲ្យបងឯងឆាប់ចុះមកតទៅពេលបងថ្លៃរបស់បងដានេះគាត់បានចុះមកដល់គាត់ក៏ថាអូបងភ្លេចឯកសារនៅលើនោះអញ្ចឹងគាត់ត្រូវឡើងទៅវិញតែពេលដែលបងថ្លៃមកដាគាត់បំរុងនឹងឡើងទៅវិញនេះកូនគាត់ទូចហ្នឹងយំតាមពីរហ្នឹងយំតាមមួយដល់ទៅពេលឃើញកូនយំតាមអញ្ចឹងបងស្រីមកដាគាត់ក៏អត់មានទៅចាប់កូនឬក៏ហាមកូនទេដែរកូនចង់តាមក៏ឲ្យតាមប៉ាវាទៅប៉ុន្តែបងស្រីមកដាគាត់គិតថាអញ្ចេះបើបដ ாய் ឲ្យកូនទៅជាមួយប៉ាវាតែពីរនាក់ហ្នឹងខ្លាចថាវារោរឿងប៉ាវាធ្វើការអត់កើតណាអញ្ចឹងបងស្រីមកដាគាត់ក៏ឡើងទៅតាមទៅអញ្ចឹងពេលហ្នឹងបងស្រីមកដាបងថ្លៃគាត់ព្រមជាមួយនឹងក្មួយម្នាក់ទៀតឡើងទៅប៉ុស្តិ៍ប៉ូលីសហើយទុកឲ្យបងដានិងក្មួយគាត់ម្នាក់ទៀតនៅក្នុងឡានដោយឲ្យបងដានេះអង្គុយចាំតែមួយផ្លេតបានហើយមកសន្ទុះទៀតគាត់មកវិញហើយក្នុងកំឡុងពេលដែលអង្គុយចាំបងថ្លៃហើយនិងបងស្រីគាត់ហ្នឹងបងដាគាត់ក៏ក្លៀសភ្នែកទៅឡាន pick up ដែលចតនៅក្បែរគាត់នេះគាត់ឃើញថាឡានហ្នឹងគឺលងចាស់ហើយលងតិចវល់មើលយល់ហ្មងដូចថាឡានហ្នឹងមានឡានណាមកបុកពីមុខគាត់ឬក៏ឡានហ្នឹងវាទៅបុកអីមិនដឹងទេតែកាប៊ីនខាងមុខហ្នឹងវាឡើងកពិតចូលគ្នាហើយបងដាគាត់សម័យតែអញ្ចឹងតកងឡានដែលបើកក្នុងឡានមួយហ្នឹងពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងមិនដឹងថាទៅជាស្អីទេព្រោះថាឡានឡើងមូលឡើងខ្ទេចដូចបាល់ហើយហ្នឹងហើយចាំមនុស្សនៅក្នុងហ្នឹងវាទៅជាស្អីទៅហើយបងដាគាត់អង្គុយពិចារណាមកសន្ទុះស្រាប់តែគាត់ក្លែកមើលទៅឡានហ្នឹងម្ដងទៀតឃើញថាមានមនុស្សម្នាក់អង្គុយក្នុងឡានហ្នឹងទាំងតែមិញអត់ឃើញទេណាហើយបរិសុទ្ធដែលអង្គុយនៅក្នុងឡានហ្នឹងគឺទឹកមុខគាត់ឡើងស្លេកហើយគាត់ពាក់អាវរឿងពណ៌ក្រហមបែកឈាមជ្រូកគាត់អង្គុយនៅក្នុងឡានហ្នឹងអង្គុយក្នុងកាប៊ីនហ្នឹងហើយគាត់ដូចជាជ្រុះអីនៅក្រោមកន្លែងជន់គេហ្នឹងអូនចុះអូនឡើងអូនចុះអូនឡើងហើយមកដែរនេះគាត់ក៏កំពុងតែស្លុងមើលបរិសុទ្ធម្នាក់ហ្នឹងជុកទី1ឆ្ងល់ទី2ខ្លាចឆ្ងល់គឺឆ្ងល់ត្រង់ថាឡានវាខ្ទេចខ្ទីអញ្ចឹងហើយបរិសុទ្ធហ្នឹងចូលក្នុងឡានហ្នឹងបានដោយរបៀបណាហើយដោយមកដែរក៏គិតថា
sao lan rồi có xây năng bà con chí bà lì cái dột tôi có hay bỏ đó năng bàn xây chỗ nông là nè hay chỗ đây anh đọc về một đà còn mơ trong mơ lỡ có khơi tha bỏ đó đây nó không có bình là nè mơ mà một đà mình đôi đà này bà nãy nè trong một đá con có nghe một trình đôi đà còn ở trong mơ một cái dù chẳng thế vì mình chỉ bị thua đi đôi ta dừng chọn rồi đường kia bà đây mình lấy bằng 4 dừng mơ một cái dù chẳng á trong một đá có nghe một trình sần hãy bạn mà tốt một đá có lối mơ tí này bên tay về đầm mơ tới sáng nè có khơi thả bảo đầm này đáng vía vô một con nè một ấp là cái chọn lan có đó nghe mình cái chọn lan một đá nè cái chọn lan pick up để cái tiếng á cứ gặp bảo nó về vô một vế một ấp là cái chọn lan luôn có nè đôi chiều có trong trên một cao chứ á hai một đá khơi dân cột phơi đằng nho sạch bóng à còn mình đangทำmình nữทำmình đá rồi còn mình nữ squat rồi còn không mỏi thìเป็นนักบายใจตอนไหนthì haiบางด้านก็ทำมุกบรมเนี่ยนั่งคือหลังสเลกด้วยขโมยจังอ่ะhai bên này có cái lại soนั่งmen po so thì về tới chỉ po lương đôi mình nữ đã cả đâu sẽ mua chứ á hai cái vềการplay ទាំងទឹកមុខទាំងស្អីមើលទៅបងដាគាត់គិតថាប្រហែលជាខ្មោចហើយមើលទៅហើយដល់ពេលហ្នឹងគាត់បំរុងនឹងរត់ឡើងទៅប៉ូលីសតាមបងថ្លៃតាមបងស្រីគាត់ប៉ុន្តែធ្វើអញ្ចឹងវាអត់កើតព្រោះថាគាត់នៅមានក្មួយតូចមួយទៀតដែលអោបជាប់ដៃអញ្ចឹងអត់អាចថារត់ផងពោក្មួយផងទេណាមួយវាពិបាកជួបរត់ទៅដួលកិនក្មួយទៅកិនមិនអញ្ចឹងក៏បានត្រឹមតែអង្គុយអោបក្មួយឲ្យអោនមុខចុះអត់ហ៊ានមើលទៅបរិះម្នាក់ហ្នឹងទេពេលដែលបងដាកំពុងតែអង្គុយខ្លាចអោបក្មួយក្នុងឡានហ្នឹងប្រហែលជា 4-5 នាទីក្រោយមកបានបងថ្លៃគាត់ហើយនឹងបងស្រីគាត់ចុះមកហើយដល់ពេលបងស្រីនិងបងថ្លៃគាត់មកដល់ក្នុងឡានបងដាគាត់រៀងធូរចិត្តដល់ពេលហ្នឹងហើយពេលដែលបើកឡានចេញផុតប៉ូលីសនឹងបានមកសទុះបងដាគាត់ក៏សួរទៅបងថ្លៃគាត់ដែលជាប៉ូលីសធ្វើការនៅហ្នឹងបងដាក៏សួរថាចេះបងបងឯងមានឃើញអត់មិញអាឡាន pick up ពណ៌សដែលចតក្បែរយើងហ្នឹងចតស្ដាំដៃយើងហ្នឹងគឺមានមនុស្សអង្គុយក្នុងហ្នឹងបងឯងមានឃើញអត់តែបងថ្លៃបងហ្នឹងគាត់ថាឈួតមានមនុស្សឯណាទៅអង្គុយនៅក្នុងហ្នឹងបលឡានឡើងខ្ទេចខ្ទីវល់វាអស់ហើយហ្នឹងចូលតាមណារួចទ្វារក៏បើកចេញដែរទោះជានៅទ្វារបើកបានក៏អត់អាចចូលបានដែរព្រោះថាសោហើយនឹងស្អីគេយកទៅទុកនៅប៉ូលីសបាត់ហើយបងដាក៏ថាអង្គុយអត់បានមិនខ្ញុំឃើញឡើងច្បាស់ចេះហ្នឹងអង្គុយនៅក្នុងឡានហើយធ្វើកាយវិការដូចចម្លែកអញ្ចឹងតែបងថ្លៃគាត់នៅថាអញ្ចឹងគឺអត់មានមនុស្សណាទៅអង្គុយនៅក្នុងហ្នឹងទេតែបងដាគាត់អត់ដល់ចិត្តគាត់នៅតែសួរបងថ្លៃគាត់ដដែលថាបងខ្ញុំឃើញច្បាស់ណាស់មនុស្សមុខស្លេកដូចខ្មោចអង្គុយក្នុងឡានហើយដល់ពេលមើលមុខខ្ញុំមកសទុះគាត់យកមុខមកផ្អឹបនៅកញ្ចក់ឡានហ្នឹងនិយាយទៅគឺដូចខ្មោច 100% មកហើយដល់ពេលបងដាគាត់នៅសួរសាំដដែលពេកបងថ្លៃបងដានេះដែលជាប៉ូលីសហ្នឹងគាត់តមបានគាត់ក៏ប្រាប់ទៅគាត់ថាឯងឃើញហ្នឹងវាខ្មោចហ្នឹងហើយមានមនុស្សឯណាទៅចូលអង្គុយក្នុងឡានហ្នឹងបានទេព្រោះឡានឡើងខ្ទេចវល់ហើយហ្នឹងសោក៏នៅក្នុងប៉ូលីសទៀតអញ្ចឹងមកដើរលឺអញ្ចឹងគាត់ក៏ច្បាស់ 100% ហើយដល់ពេលបងដាក៏សួរថាចេះចុះបងឯងធ្វើការនៅប៉ូលីសហ្នឹងតើមានធ្លាប់ខ្មោចលងអត់ដោយបងថ្លៃបងដាក៏ថាចេះគាត់គឺជាមនុស្សដែលអត់ខ្លាចខ្មោចទេហើយក៏អត់ដែលខ្មោចលងដែរប៉ុន្តែប៉ូលីសផ្សេងទៀតដែលធ្វើការនៅកន្លែងហ្នឹងមានប៉ូលីសខ្លះក៏ត្រូវបានខ្មោចលងដោយគាត់លើកយកហេតុការណ៍មួយពីប៉ូលីសម្នាក់ដែលធ្វើការជាមួយគាត់ហ្នឹងដោយបងថ្លៃបងដាក៏ថាអញ្ចឹងនៅថ្ងៃមួយគឺមានប៉ូលីសម្នាក់គាត់ចាំវេនយាមពេលវេនយប់ហើយពេលដែលគាត់កំពុងតែអង្គុយនៅក្នុងបន្ទប់គាត់ធ្វើការហ្នឹងនៅក្នុងប៉ូលីសហ្នឹងគាត់ស្រាប់តែឮសូរសំឡេងគោះទ្វារគោះប៉ុន្តែអត់ព្រមបើកចូលទេទាំងតែគាត់ស្រែកថាចូលមកប៉ុន្តែនៅតែគោះផងយកដៃមូលកលឹះទ្វារហ្នឹងផងដូចថាគាត់ចង់ចូលមកតែចូលរួចអញ្ចឹងប៉ុន្តែទ្វារអត់មានបានចាក់កលឹះទេអញ្ចឹងក៏បងប៉ូលីសម្នាក់ហ្នឹងគាត់គិតថាអូថ្ងៃនេះអញវេនយាមម្នាក់ឯងតាមានមនុស្សមកពីណាតែដល់ពេលគាត់គិតចុះគិតឡើងគាត់គិតថាប្រហែលជាមិត្តភក្តិគាត់ដែលជាប៉ូលីសដូចគ្នាហ្នឹងមកលោលេងគាត់អញ្ចឹងគាត់ក៏ស្រែកទៅគាត់ថាកុំមកលេងអញវើយប្រយ័ត្នអញលេងវិញហើយដល់ពេលបានមកសទុះក៏បងប៉ូលីសម្នាក់ហ្នឹងគាត់ក៏ចង់ធ្វើបាបគាត់ដើរទៅឈរចាំនៅកន្លែងមាត់ទ្វារហ្នឹងឲ្យស្រេចហ្មងបើថាគោះទ្វារទៀតគាត់បើកភ្លាមហ្មងអត់មានន័យថាគោះទ្វារឲ្យរត់កិច្ចតាន់ទេគោះភ្លាមបើកភ្លាមហ្មងដល់ពេលបានមកសទុះសំឡេងគោះទ្វារហ្នឹងវាលឺទៀតហើយអញ្ចឹងបងប៉ូលីសម្នាក់ហ្នឹងគ្រាន់តែលើគោះទ្វារព
ពោកគាត់បើកខ្វាក់ស្រាប់តែអត់មានឃើញមនុស្សអញ្ចឹងគាត់ឡើងព្រឺក្បាលខ្ញាមកគាត់ថាបើសិនជាមនុស្សដែលមកគោះទ្វារមនុស្សដែលមកចង់លេងជាមួយគាត់ទោះជារត់លឿនយ៉ាងណាក៏រត់អត់ទាន់ដែរតែនេះគឺបើកទ្វារភ្លាមស្ងាត់ឈឹងអត់មានឃើញអីទាំងអស់អញ្ចឹងបងប៉ូលីសអ្នកហ្នឹងគាត់បានត្រឹមតែខ្លាចម្នាក់ឯងនៅក្នុងប៉ូលីសហ្នឹងណាហើយមានហេតុការណ៍មួយទៀតដោយបងថ្លៃបងដែរគាត់ថាអញ្ចឹងមានប៉ូលីសម្នាក់ទៀតគាត់គឺជាប៉ូលីសថ្មីដែលទៅតែផ្លាស់មកកន្លែងហ្នឹងណាគាត់អត់ដែលតន់ជួបហេតុការណ៍ខ្មោចលងទេប៉ុន្តែនៅថ្ងៃមួយពេលហ្នឹងប្រហែលជាម៉ោង7ម៉ោង8យប់គាត់យកសម្រាមយកទៅចោលនៅក្រោយហ្នឹងចោលនៅម្ដុំកន្លែងគេទុកខ្មោចឡានខ្មោចម៉ូតូខូចហ្នឹងណាទៅពេលគាត់យកអាសម្រាមរបស់ចោលនេះគាត់ឃើញថាមានបរិសម្នាក់អង្គុយនៅលើដំបូលឡានហើយដៃគាត់ដាច់មកខាងហើយខ្លួនគាត់វិញនឹងខ្មៅដូចមនុស្សដែលដុតហើយឆេះអត់ឆាតអស់បងប្អូនយល់ទេលក្ខណៈថាដូចមនុស្សដែលគេដុតអញ្ចឹងពេលហ្នឹងអញ្ចឹងហើយបរិសម្ហ្នឹងឃើញអញ្ចឹងគាត់ឡើងសន្លប់ដល់ទៅពេលឃើញលោកប៉ូលីសនឹងសន្លប់អញ្ចឹងក៏ប៉ូលីសផ្សេងទៀតគេក៏បានជួយរើជួយអីឲ្យនាំប៉ូលីសហ្នឹងទៅទីពេទ្យអញ្ចឹងទៅហើយក៏មានហេតុការណ៍មួយទៀតដែលហេតុការណ៍ហ្នឹងគឺអញ្ចឹងគឺមានខ្មោចលងអ៊ីអនាម័យដែលដូចថានៅប៉ូលីសមួយហ្នឹងគេមានអ៊ីម្នាក់គាត់ចាំបោសសម្អាតចាំអីរៀបចំអីកន្លែងហ្នឹងអញ្ចឹងទៅហើយនៅថ្ងៃមួយគាត់ក៏បានចូលទៅបោសសម្អាតនៅក្នុងកន្លែងគុំខាំងបដោះអាសន្នណាដូចថាកន្លែងប៉ុស្តិ៍គេហ្នឹងពេលមានជនល្មើសឬក៏ជនដែលធ្វើអីខុសច្បាប់គេចាប់មកឃុំបដោះអាសន្ននៅក្នុងប៉ូលីសមួយហ្នឹងហើយក៏ថ្ងៃមួយហ្នឹងមានបរិសម្នាក់គាត់មិនដឹងថាគាត់មានបទល្មើសទេព្រោះថាវាយូរហើយបងថ្លៃបងដាហ្នឹងគាត់ចាំច្បាស់ដែរប៉ុន្តែដឹងត្រឹមតែថាគេយកអាបរិសម្នាក់ហ្នឹងយកមកឃុំនៅក្នុងប៉ូលីសដែលបងថ្លៃបងដាគាត់ធ្វើការហ្នឹងហើយពេលហ្នឹងមិនដឹងថាគាត់គិតខ្លីឬក៏គាត់ពិបាកចិត្តអីពីណាពីណីមកមិនដឹងទេគាត់ក៏ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងបដោះអាសន្នហ្នឹងទៅហើយដល់ពេលអ៊ីអនាម័យគាត់មកបោះសម្អាតនៅកន្លែងហ្នឹងគាត់មានដឹងណាបោះហើយឡាយតែអោនបោះតែដល់ពេលងើយមុខមើលក៏ឃើញថាមានបរិសម្នាក់ចងកឲ្យទម្លាក់ជើងមកយកចុះយកឡើងនៅក្នុងបន្ទប់ឃុំឃាំងបដោះអាសន្នហ្នឹងអ៊ីហ្នឹងឲ្យរត់ចេញមកក្រៅស្រែកឡើងបែកសលេងហើយចាប់តាំងពីថ្ងៃហ្នឹងមកក៏អ៊ីម្នាក់ហ្នឹងគាត់លែងហ៊ានធ្វើការនៅកន្លែងហ្នឹងទៀតដែរហើយនេះគឺជារឿងរ៉ាវទាំងមូលរបស់បងដាដែលគាត់បានជួបប្រទះហើយបូកទាំងហេតុការណ៍ដែលបងថ្លៃបងដាគាត់បានឮគាត់យកមកនិយាយប្រាប់ដែរហើយបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងរ៉ាវមួយនេះរឿងនេះបើស្ដាប់ទៅគឺវាអត់មានអីចម្លែកទេបងប្អូនទេគឺថាធម្មតាឡានដែលជួបគ្រោះថ្នាក់ចរាចរណ៍មានមនុស្សមានអីស្លាប់នៅហ្នឹងវាប្រកាសជាមានវិញ្ញាណមានអីនៅតោងទៀមនៅស្រឡាញ់ឡាននៅស្រឡាញ់ម៉ូតូខ្លួនឯងគឺនៅជាមួយឡាននៅជាមួយម៉ូតូហ្នឹងឯងប៉ុន្តែអ្នកខ្លះទៀតពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងគេមានសាច់ញាតិគេធ្វើពិធីនេះពិធីនោះហៅវិញ្ញាណហៅអីទៅផ្ទះអញ្ចឹងទៅតែដល់ពេលអ្នកខ្លះគេអត់ជឿឬក៏គេអត់បានធ្វើអញ្ចឹងក៏វិញ្ញាណដែលស្លាប់នៅក្នុងឡានក្នុងអីហ្នឹងគាត់នៅក្នុងឡានគាត់ហ្នឹងពេលខ្លះប៉ូលីសគាត់បោះសម្អាតឬក៏គាត់មកធ្វើការអីនៅកន្លែងប៉ុស្តិ៍ហ្នឹងគាត់ឃើញថាជួនកាលទៅមានមនុស្សអង្គុយលើដំបូលឡានដាច់ដៃមកឈៀងអង្គុយទៅមុខទៅតែឈាមអញ្ចឹងទៅទាំងដែលគេឃើញហើយគេធម្មតាលក្ខណៈគេអត់ខ្លាចហើយចង់ឲ្យបង្ហាញទៅអត់ខ្វល់ប៉ុន្តែប៉ូលីសខ្លះទៀតឃើញហើយស្លាប់នៅកន្លែងហ្នឹងក៏មានដែរអញ្ចឹងមិនថាហើយរឿងរបស់បងដាគឺបានចប់ហើយបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរបើសិនជាមានមតិយោបល់ចង់បញ្ចេញបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនឹងបានចាំខ្ញុំមើលហើយឆ្លើយតបគ្រប់ comment របស់បងប្អូនហើយមួយទៀតអ្នកដែលស្ដាប់វីដេអូទាំងអស់ហ្នឹងតើមានបងប្អូនណាខ្លះដែលកំពុងតែនៅក្នុងប្រទេសថៃហើយបងប្អូនណាខ្លះដែលនៅប្រទេសខ្មែរបងប្អូនជួយ comment ប្រាប់ផងហើយសម្រាប់បងប្អូនយើងដែលនៅក្នុងប្រទេសថៃសូមប្រុងប្រយ័ត្នហើយត្រៀមខ្លួនគ្រប់ពេលព្រោះថាឥឡូវហ្នឹងគឺមានគ្រោះនេះគ្រោះនោះអញ្ចឹងទៅជួយដីអីអញ្ចឹងបងប្អូនពេលដេកពេលអីគូណាតែដេកស្លៀកខោពេលអាវកុំឲ្យដេកស្រាតតិចគីឡូដេកវាកើតបញ្ហាទៅត្រូវយើងចុះមកបន្ទាន់ចុះមកទាំងខ្លួនស្រាតនៅកុំអីកើតហើយប្រហែលថ្ងៃមុនឃើញព័ត៌មានបារាំងមួយគាត់ចុះមករត់តែស្លៀកតលីអូទេហើយកាន់ខោថាស្លៀកអត់តាន់ប្រញាប់ពេក
អញ្ចឹងគឺដេកស្លៀកខោពាក់អាវឲ្យត្រឹមត្រូវមកប៉ុន្តែក៏មិនដល់ថ្នាក់ដេកស្លៀកខោកបយអាវដៃវែងអញ្ចឹងណាកុំស្លៀកអាវដៃខ្លីខោជើងខ្លីអញ្ចឹងទៅហើយជាចុងក្រោយសូមជូនពរទៅដល់បងប្អូនខ្មែរយើងទាំងអស់ដែលនៅប្រទេសថៃប្រទេសខ្មែរឬក៏នៅប្រទេសណាក៏ដោយសូមឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាជួបតែសេចក្តីសុខនិងសុខសប្បាយទាំងអស់គ្នាហ្នឹងហើយបងប្អូនសាច់រឿងរបស់យើងថ្ងៃនេះគឺបានចប់ហើយយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតឆាប់ៗនេះអរគុណជំរាបលា